កាលណាដែលសត្វទាំងឡាយធ្វើល្អឈ្មោះថាជាអ្នកមានជ័យជំនះហើយធ្វើល្អក្នុងថ្ងៃនេះមួយថ្ងៃទៅមួយថ្ងៃហ្នឹងបើយើងធ្វើល្អឈ្មោះថាមានលៀបមានសំណាងមានជ័យមានជំនះហើយរឿងអាយុវឌ្ឍនកុមារក្នុងកាលកន្លងទៅហើយមានព្រាហ្មណ៍ពីរនាក់ជាសម្លាញ់នឹងគ្នាហ្នឹងដាក់គោលដៅថាអត់តន់យកភរិយាទេគាត់ចង់ចេញបួសទាំងពីរនាក់ហ្នឹងហើយក៏ចេញបួសជាតបោះទៅបានទៅក្នុងព្រៃហ្នឹងទៅប្រព្រឹត្តធម៌ជាតបោះហ្នឹងរហូតដល់48ឆ្នាំមានព្រាហ្មណ៍ម្នាក់ហ្នឹងគាត់គិតថាបើធ្វើតបោះរហូតហ្នឹងនឹងដាច់ពូជចឹងទៅចឹងគាត់ចង់ទៅគ្រប់គ្រងផ្ទះវិញដើម្បីមានភរិយាមានបុត្រទៅដំណរវងរបស់គាត់ហ្នឹងនឹងមានតទៅទៀតចឹងក៏គាត់សុំលាតបោះដែលជាមិត្តហ្នឹងមកជាករាវាសវិញមកគាត់បានភរិយាមួយហើយក៏នៅរួមរស់ជាមួយគ្នានឹងទៅមានកូនមួយហើយបានកូនមួយហើយកូនប្រុសទៀតក៏ចង់ទៅថ្វាយបង្គំតបោះដែលជាមិត្តខ្លួនធ្លាប់នៅជាតបោះដូចគ្នាហ្នឹងក៏នាំកូនហ្នឹងទៅថ្វាយបង្គំតបោះហ្នឹងព្រមដោយភរិយាហ្នឹងពេលដែលភរិយានឹងព្រាមនឹងទៅថ្វាយបង្គំតបោះឲ្យពោលថាចូលជាអ្នកសុខចម្រើនជាអ្នកមានអាយុវែងហើយបន្ទាប់មកក៏បង្គាប់កូននឹងឲ្យទៅថ្វាយបង្គំកូននឹងថ្វាយបង្គំទៅតបោះនិយាយអីទាំងអស់ហើយព្រាមសួរថាមិនបានអត់ឲ្យពោកូនខ្លួនឯងហើយតបោះប្រាប់ថាកូនរបស់មិត្តឯងហ្នឹងកូនរបស់ព្រាមឯងហ្នឹងក្នុងកន្លងទៅ7ថ្ងៃក្នុងថ្ងៃទី7នឹងត្រូវអន្តរាយស្លាប់ហើយព្រាមថាមានវិធីសាស្ត្រអីដើម្បីកុំឲ្យស្លាប់ដែរតបោះអត់មានវិធីសាស្ត្រហើយអញ្ចឹងតបោះប្រាប់ថាបើមានតែព្រះសាមណគោតមប៉ុណ្ណោះដែលអាចដឹងវិធីនឹងបានអញ្ចឹងអ្នកចូលទៅថ្វាយបង្គំព្រះសាមណគោតមទៅព្រាមនឹងក៏នាំកូនហើយនឹងប្រពន្ធនឹងទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយពេលដែលខ្លួននឹងប្រពន្ធនឹងទៅថ្វាយបង្គំព្រះពុទ្ធព្រះអង្គថាចូលជាអ្នកចម្រើនជាអ្នកមានអាយុវែងហើយក៏បង្គាប់ឲ្យកូននឹងទៅថ្វាយបង្គំកូននឹងថ្វាយបង្គំព្រះអង្គអត់មានពោលអីទាំងអស់ហើយព្រាហ្មណ៍នឹងក៏គិតថាដូចតបោះម៉េះអញ្ចឹងក៏សួរព្រះសម្មាសម្ពុទ្ធអញ្ចឹងសួរព្រះអង្គទៅព្រះអង្គថាដោយសារតែតថាគតមិនពោលថាចូលជាអ្នកមានអាយុវែងដល់កូនរបស់ព្រាហ្មណ៍ឯងនឹងដោយសារកូនរបស់ព្រាហ្មណ៍ឯងនឹងក្នុងថ្ងៃទី7នឹងនឹងត្រូវស្លាប់ហើយអញ្ចឹងព្រាហ្មណ៍នឹងសួរថាចោះមានដើម្បីអីការពារអន្តរាយព្រោះស្លាប់នឹងដែរព្រះអង្គអញ្ចឹងព្រះអង្គប្រាប់ថាក្នុងថ្ងៃទី7នឹងនិមន្តភិក្ខុសង្ឃទាំងឡាយទៅប្រគេនចង្ហាន់និងសម្ដែងធម៌ហើយក៏ព្រាហ្មណ៍អារាធនាព្រះសម្មាសម្ពុទ្ធហើយនិងភិក្ខុសង្ឃទាំងឡាយក្នុងថ្ងៃទី7ហ្នឹងហើយក្នុងថ្ងៃនឹងដែរដែលយៈមួយឈ្មោះថាអវរុទ្ធកយៈដែលពួររបស់ប្របាទវេស្សវណ្ណឲ្យយៈនឹងមានសិទ្ធអាចចាប់ទារុនឹងយកមកស៊ីបរិភោគបានអញ្ចឹងក្នុងថ្ងៃទី7ហ្នឹងយៈហ្នឹងក៏មកផ្ទះកាន់ផ្ទះរបស់ព្រាហ្មណ៍និងភរិយាហ្នឹងប៉ុន្តែក្នុងថ្ងៃហ្នឹងដែរមានភិក្ខុសង្ឃនិងព្រះសម្មាសម្ពុទ្ធព្រះអង្គកំពុងសម្ដែងពធហើយកាលណាដែលព្រះអង្គសម្ដែងពធឲ្យពួកទេវតាស័ក្តិធំហ្នឹងតែងតែមកស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធហើយពួកទេវតាស័ក្តិតូចហ្នឹងចេះតែទៅឆ្ងាយទៅអត់អាចនៅគៀតបានទេហើយអវរុទ្ធកយៈហ្នឹងក៏គាត់មានស័ក្តិតូចដែរទេអញ្ចឹងគាត់រងចាំថាចាំព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ចប់នឹងទៅចាប់ទារុនឹងបរិភោគហ្មងប៉ុន្តែព្រះអង្គសម្ដែងរហូតមកយប់ទៅភ្លឺដល់ថ្ងៃទី8អស់អាកៈរបស់អវរុទ្ធកយៈនឹងឡើងមានឱកាសចាប់ទារុនឹងសម្លាប់ហើយអញ្ចឹងគាត់ទៅចប់ធម៌ទេសនាអីហើយព្រាមនាំកូននិងភរិយានឹងមកថ្វាយបង្គំអញ្ចឹងពេលហ្នឹងព្រះអង្គឲ្យពោទាំង3នាក់ហ្នឹងថាសូមឲ្យជាអ្នកមានអាយុវែងជាអ្នកមានសេចក្តីសុខចម្រើនចឹងទៅអញ្ចឹងព្រាហ្មណ៍គិតថាកូនខ្លួនឯងនឹងផុតអំពីអន្តរាយនឹងហើយក៏ចូលទៅសួរព្រះសម្មាសម្ពុទ្ធថាកូនរបស់ខ្លួននឹងមានអាយុដល់ប៉ុន្មានព្រះអង្គហើយព្រះពុទ្ធប្រាប់ថាកូនរបស់អ្នកនឹងតាំងនៅអាយុរហូតដល់120ឆ្នាំដោយសារព្រះអង្គប្រមើលមើលអាយុរបស់
កុមារហ្នឹងរហូតទៅដល់មានអាយុ120ឆ្នាំអញ្ចឹងព្រាហ្មណ៍ហ្នឹងក៏ដាក់ឈ្មោះឲ្យកូនរបស់ខ្លួនហ្នឹងថាអាយុវឌ្ឍនកុមារអញ្ចឹងក្នុងសាច់រឿងហ្នឹងលោកចង់ប្រាប់ថាសេចក្តីអន្តរាយទាំងឡាយទាំងពួងហ្នឹងអាចកម្ចាត់បានហ្នឹងតលតែយើងនឹងធ្វើកាយសុចរិតវិជ័យសុចរិតបើយើងមិនបានធ្វើល្អមិនបានមានគិរវៈមិនបានគោរពចាស់ព្រឹទ្ធាចារ្យមិនបានធ្វើល្អទេអន្តរាយនឹងចូលមកបៀតបៀនដល់អាយុជីវិតយើងនឹងទៀតនឹងនៅក្នុងសាច់រឿងតាក់ទងរឿងអាយុវឌ្ឍនកុមារហ្នឹងគឺសំដៅដល់កុមារហ្នឹងវាដោយសារតែអាយុហ្នឹងតាំងនៅតែ7ថ្ងៃទៀតនឹងស្លាប់អញ្ចឹងទៅប៉ុន្តែដោយសារតែការគោរពរបស់ភរិយានិងព្រាហ្មណ៍នឹងចំពោះព្រះសម្មាសម្ពុទ្ធស្ដាប់ធម៌និមន្តភិក្ខុសង្ឃថ្វាយទានហើយអាយុវឌ្ឍនកុមារហ្នឹងក៏គាត់ស្ដាប់ធម៌គាត់ថ្វាយបង្គំព្រះសម្មាសម្ពុទ្ធអញ្ចឹងទៅការពារអន្តរាយដែលធ្វើឲ្យបាត់បង់ជីវិតហ្នឹងទៅអញ្ចឹងចម្រើនអាយុរហូតទៅដល់120ឆ្នាំហ្នឹងទៅឈ្មោះថាអាយុវឌ្ឍនកុមារហ្នឹងឯងគិរវៈការគោរពការថ្វាយបង្គំការធ្វើល្អអញ្ចឹងបាននៅក្នុងជាយន្តតោលោកថាម៉េចកាលណាដែលសត្វទាំងឡាយធ្វើល្អឈ្មោះថាជាអ្នកមានជ័យជំនះហើយធ្វើល្អក្នុងថ្ងៃនេះមួយថ្ងៃទៅមួយថ្ងៃហ្នឹងបើយើងធ្វើល្អឈ្មោះថាមានលៀបមានសំណាងមានជ័យមានជំនះហើយជ័យជំនះហ្នឹងវាអត់មានបានពីណាពីព្រំពីប្រអិនពីទេវតាណាផ្ដល់ឲ្យទេគឺជ័យជំនះហ្នឹងបានដោយអំណាចនៃការធ្វើល្អធ្វើសុចរិតរបស់យើងនឹងឯងការធ្វើសុចរិតនឹងឯងដើម្បីការពារនៅអន្តរាយទាំងឡាយអន្តរាយដែលវាកើតអំពីកម្មក្តីអន្តរាយដែលវាកើតពីពួកអមនុស្សនឹងក្តីអន្តរាយវាកើតអំពីទេវតានឹងបណ្ដាលនឹងក្តីអន្តរាយទាំងអស់ហ្នឹងហាមឃាត់បានដោយការធ្វើល្អធ្វើសុចរិតធម៌ធ្វើគិរវៈចំពោះចាស់ព្រឹទ្ធាចារ្យទាំងអស់ហ្នឹងឯងគឺដើម្បីការពារអន្តរាយពួកសូមអនុមោទនា